ហើយគាត់មកពីខេត្តបន្ទាយមានជ័យបាទហើយនឹងបងប្រុសមកពីខេត្តកំពង់ធំនិងសៀមរាបហើយនឹងខាងខេត្តរតនគិរីនេះសកម្មភាពគាត់ចុះចាប់ផ្ដើមដាំចកដោយប្រើទឹកសូលីសុងអាង3x3នេះគឺយើងប្រើទឹកសូលីសុង2លីត្រអំបិលដាក់តែមួយខាំក៏បានដែរបាទហើយសម្រាប់រយៈពេលដុះ24ម៉ោងគឺកើន 50% កើន 100% តាមទឹកដែលយើងលាយទឹកសូលីសុងនេះជួនកាលទឹកខ្លះ24ម៉ោងកើន 100% ទឹកខ្លះ24ម៉ោងកើន 70% ទឹកខ្លះ24ម៉ោងកើន 50% ទេយ៉ាងតិចក៏កើនបាន 50% ដែរក្នុងរយៈពេល24ម៉ោងអញ្ចឹងមានតែទឹកសូលីសុងនេះហើយដែលធ្វើឲ្យចកនេះដុះលឿនដាំ10គីឡូស្អែកឡើងកើនថែម5គីឡូទៀតអញ្ចឹងខាងស្អែកឡើងកើនថែមបាទចំនួន5ទៅ10គីឡូទៀតអញ្ចឹងក្នុងមួយអាងនេះរយៈពេល3ថ្ងៃបាន20គីឡូទៅ30គីឡូបាទអញ្ចឹងយើងអាចប្រមូលផលបែកទៅអាងទី2ទី3បានបាទនេះគឺសកម្មភាពដែលយើងដាំបន្តទៀតណាដែលយើងដាំបានតែមួយថ្ងៃទេយើងអាចបែកបានហើយឥឡូវយើងមើលអាងដែលយើងដាំមួយថ្ងៃវាដុះបែកប៉ុណ្ណាយើងចាំមើលទាំងអស់គ្នាអញ្ចឹងយើងបានពូជបរិចបានច្រើនបាទនេះសកម្មភាពដាំតែមួយថ្ងៃវាឡើងពេញណែណាក្នុងនេះឃើញនេះដាំតែមួយថ្ងៃឡើងខៀវល្ងឹតពេញនេះឃើញអញ្ចឹងក្នុងមួយថ្ងៃហ្នឹងយើងដួសវាបានពាក់កណ្ដាលទៀតយកទៅបរិចបានទៀតឃើញហើយក្នុងមួយហ្នឹងយើងអាចដួសវា 30% យកឲ្យត្រីយកឲ្យមាន់ផ្សំជាចំណីទាផ្សំជាចំណីបានទាំងអស់បាទនេះជាសកម្មភាពបាទបងប្អូនមកអនុវត្តផ្ទាល់លើការដាំចកដោយប្រើទឹកសូលីសុងបាទនេះសកម្មភាពនៅក្នុងការពង្រីកបន្ថែមហើយដាំតែមួយថ្ងៃ24ម៉ោងគឺដុះពេញហើយយើងអាចបំបែកពូជបានបន្តទៀតហើយណាបាទនេះចែកម្លែកខ្លីៗបាទ